បាទនេះជាវីដេអូសត្វដេរឆានដែលបានបំផ្លាញភាសាបុរាណខ្មែររបស់យើងបានសម្រេចបាទហ្នឹងហើយបងប្អូនមើលចុះមើលសត្វដេរឆានវាអសើចសប្បាយបាទហើយខ្ញុំសូមឲ្យបារមីភាសាតាក្របីដែលសត្វដេរឆាននេះបានបំផ្លាញសូមឲ្យបារមីភាសាខ្មែរបាទសូមឲ្យដូនតារបស់ខ្មែរបារមីប្រាសាទដាក់បដាសាវាដាក់បដាសាអាប្រទេសដេរឆាននេះឲ្យរលាយបាទឲ្យរលាយឲ្យមានគ្រោះរហូតកុំឲ្យប្រទេសវាបានសុខឯសោះនេះឬសត្វដេរឆានដែលខ្លួនឯងតាំងខ្លួនជាសាតាក្របីនេះជារបស់ខ្លួនណាជារបស់ខ្លួនឥឡូវសត្វដេរឆានឯងបានបំផ្លាញប្រាសាទតាក្របីដែលខ្លួនឯងតាំងខ្លួនជាម្ចាស់ណាជាម្ចាស់ប្រាសាទតាក្របីនោះណាបើប្រាសាទនេះប្រាសាទដូនតាបើប្រាសាទតាក្របីជារបស់អ្នកឯងឥឡូវមិនអ្នកឯងបំផ្លាញអញ្ចឹងនេះហើយបាទនេះហើយវាចេញធាតុពិតរបស់វានេះហើយបងប្អូនហ្នឹងហើយគឺវាយកអត់បានឆ្លៀនពៀនប្រាសាទតាក្របីតែមន់យើងអត់បានអញ្ចឹងវាដឹងថាវាយកអត់បានវាកុំតិចប្រាសាទខ្មែរយើងហើយមិនត្រឹមតែតាក្របីទេគឺប្រាសាទព្រះវិហារដែលវាតែងតែចង់បានតាំងពី10ឆ្នាំមុនជាងបាទឥឡូវវាបានសម្រេចពីបំណងវាហើយបាទអញ្ចឹងសូមឲ្យប្រទេសឯងរលាយឆាប់បាទនេះឬសត្វដេរឆានដែលខ្លួនឯងថាប្រាសាទជារបស់ខ្លួនជារបស់ដូនតាខ្លួនឥឡូវខ្លួនឯងមកបំផ្លាញ